ចាឥឡូវនេះគឺយើងអាចធ្វើការ trade stock trade មាសជាលក្ខណៈ future នៅក្នុង Binance បានហើយដោយសារតែ Binance គេទើបតែបង្កើតជាមួយនឹង feature ថ្មីដែលជា trade file ដែលអនុញ្ញាតឲ្យយើងធ្វើការ trade ជាលក្ខណៈមាសឬក៏ stock ឬក៏ប្រេងអីជាដើមហ្នឹងជាលក្ខណៈបែប future បាននិយាយទៅគឺយើង trade ដូច crypto អញ្ចឹងណាបើយោងតាមទិន្នន័យរបស់ crypto quant គឺគេបានបង្ហាញថាចំនួន volume ហ្នឹងប្រហែលជា$153,000,000,000ក៏ដូចជាអ្នក trade ប្រហែលជា114លាននាក់បានធ្វើការ trade នៅលើ trade file មួយនេះហើយយើងបន្តទៀតទៅដល់ជាមួយនឹង Strait of Hormuz ដោយខាងរុស្ស៊ីចិនហើយនិងបារាំងគឺបានប្រើសិទ្ធិហៅថា veto ដើម្បីបដិសេធសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិបើយោងតាម The New York Times គឺគេបានបង្ហាញថា UN ឬក៏អង្គការសហប្រជាជាតិនឹងគឺអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីបើកច្រក Strait of Hormuz ក្នុងនោះក៏មានបណ្ដាប្រទេសអារ៉ាប់ដែលស្ថិតនៅតំបន់ឈូងសមុទ្រនឹងដែលដឹកនាំដោយ UAE បានធ្វើការជំរុញយ៉ាងខ្លាំងឲ្យមានការអនុម័តពី UN ដើម្បីធ្វើការបើកច្រកនេះឡើងវិញចំពោះសេចក្តីសម្រេចនេះគឺត្រូវបានរៀបចំដោយប្រទេសបារ៉ែនក៏មានការគាំទ្រពីបណ្ដាប្រទេសអារ៉ាប់ដែលស្ថិតនៅតំបន់ឈូងសមុទ្រនឹងហើយចំពោះគោលបំណងនឹងគឺចង់ឲ្យបើកច្រក Hormuz វិញនឹងឯងបើសិនជាការអនុម័តនឹងបានជោគជ័យប៉ុន្តែដោយឡែកហេតុអីបានជារុស្ស៊ីចិនហើយនិងបារាំងបដិសេធជាមួយនឹងការអនុម័តមួយនឹងគឺដោយសារតែយើងដឹងថារុស្ស៊ីមានសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់ដែលយើងឃើញរឿយៗថាខាងរុស្ស៊ីនឹងគឺតែងតែឈរនៅខាងអ៊ីរ៉ង់ក៏ដូចជាចិនក៏មានចំណាយធំដែរដោយសារតែអ៊ីរ៉ង់គឺអនុញ្ញាតឲ្យប្រើប្រាស់លុយយួនចិនដើម្បីធ្វើការទិញប្រេងអត់អនុញ្ញាតឲ្យប្រើប្រាស់លុយដុល្លារទេអូខេអញ្ចឹងសេចក្តីសម្រេចនឹងវាទៅជាយ៉ាងណាយើងមានតែចាំតាមដានមើលបន្តទៀតតើអ្នកនរគ្នាចង់ឲ្យច្រកនឹងបើកឡើងវិញឬក៏អត់តែបើខ្ញុំចង់ឲ្យបើកឡើងវិញដោយសារតែធ្វើឲ្យប្រេងចុះថ្លៃទៅយើងស្រួលរកលុយចាក់សាំងចាក់អីចឹងណាអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីថ្មីខាងក្រុមការអាណាចក្រនឹងយកមកធ្វើការអាប់ដេតជូនដល់អ្នកនរគ្នាបន្តទៀត